ងទៀតអត់លឺទៀតអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែកតាក់ទងជាមួយនឹងពេលដែលយើងរកស៊ីដំបងមិនន័យថាយើងចាប់ផ្ដើមលក់អនឡាញដូចពួកខ្ញុំអញ្ចឹងដំបងតែយើងគួរធ្វើអីគេខ្លះជាដំបងណាខ្ញុំបង្ហាញតែប្រហែលចំណុចដែលខ្ញុំធ្លាប់ឆ្លងកាត់មកឯងហើយខ្ញុំឆ្លងកាត់មកហ្នឹងបានប្រហែលជា4ឆ្នាំហើយអញ្ចឹងបើសិនជាតួខុសអីអ្នកទាំងអស់គ្នាអាចបន្ថែមបានឬក៏អ្នកផ្សេងទៀតគាត់រកស៊ីដែរគាត់មានតិចនិចអីដែរអាចចែករំលែកបានខ្ញុំស្វាគមន៍ពួកខ្ញុំក៏ចង់បានអាប់ដេតខ្លួនឯងដែរតើតើនឹងការរកស៊ីដំបងណាអ្នកនរគ្នាយើងត្រូវតែបើន័យថាយើងត្រូវដាក់ខ្លួនណាយើងធ្វើឲ្យបានការងារច្រើននិយាយថា100មុខយើងធ្វើតែឯងទៅព្យាយាមធ្វើអញ្ចឹងហេតុអីទី1យើងចេះឆាតយើងចេះរៀបចំឲ្យបានខ្ចប់ឲ្យបានយើងចេះ promote review ឲ្យបានខ្លួនឯងអាហ្នឹងមួយទី2យើងអាចដាក់ទីតាំងគឺនៅផ្ទះរបស់យើងសិនមកមិនទាន់ជួលគេអីទេហើយទី3ហ្នឹងគឺយើងត្រូវតែស្គាល់ផលិតផលរបស់យើងឲ្យច្បាស់តែយើងគួរតែសម្រេចចិត្តយកផលិតផលណាយកមកលក់កុំឲ្យយើងអត់ដឹងយើងចង់រកស៊ីដែរតែយើងអត់ដឹងផលិតផលណាឧទាហរណ៍ថាបើយើងចង់បាន skin care អញ្ចឹងយើងគួរតែទៅរក skin care ហើយ skin care ណាមួយយើងស្គាល់ឲ្យច្បាស់ពីផលិតផលដែលយើងចង់មកលក់នឹងមកអាចស្រាវជ្រាវបន្ថែមសួរអ្នកលក់បន្ថែមព្យាយាមមើលទៅសង្កេតទៅអ្នកលក់ដែរអ្នក supplier យើងថា supplier យើងហ្នឹងវាមិនដែរគាត់មានទំនួលខុសត្រូវអីអត់យកផលិតផលមកមិនហ្នឹងឯងហើយរឿងទី2រឿងទី3ហ្នឹងគឺបានន័យថាឧទាហរណ៍បើយើងត្រូវត្រៀមលុយយើងត្រូវត្រៀមលុយដើម្បីទប់ខាតព្រោះអាចថាដំបងយើងអត់តាន់បានចំណេញឬក៏អត់តាន់បានរកចំណូលអីមកឲ្យលុយមកឲ្យយើងបានហ្មងទេអញ្ចឹងយើងត្រូវទប់អីគេមានដូចជាយើងសម្រាប់ទប់ boot page បើយើងធ្វើជាខ្លួនឯងទាំងអស់ហើយបុគ្គលិកទាំងអស់គឺជាយើងអញ្ចឹងយើងទុកលុយ boot page ព្រោះបើអត់ boot page យើងលក់អត់បានទេអ្នកនរគ្នា boot page យើងទុក3ខែអីទៅដើម្បីត្រៀមយើង boot អញ្ចឹងពេលហ្នឹងវារុញហើយយើងក៏បានភ្ញៀវខ្លះដែរហើយទី4ហ្នឹងគឺយើងត្រូវអីគេយើងត្រូវសន្សំភ្ញៀវយើងត្រូវព្យាយាមសន្សំភ្ញៀវឲ្យបានព្យាយាមសន្សំភ្ញៀវឲ្យភ្ញៀវស្គាល់ឲ្យភ្ញៀវអីចឹងទៅអញ្ចឹងបើយើងចាប់ផ្ដើមក្រម្ដងតិចម្ដងតិចអ្នកទាំងអស់គ្នាហើយពេលដែលយើងរកចំណូលបាននឹងថឹងមិនន័យថាចំណេញបាននឹងថឹងហើយចាំយើងចាប់ផ្ដើមយកម្ដងតិចកុំសម្រុកយកធ្វើធំដូចទៅ rental អីអស់ច្រើនទៅរកបុគ្គលិកគ្រប់ផ្នែកគ្រប់ department អីវាអត់ទាន់មានទេព្រោះយើងរកបែប family ទេអញ្ចឹងយើងព្យាយាម save យើងកុំហក់លោតទៅបែបជាក្រុមហ៊ុនហ្មងណាតែបើសិនសម្រាប់អ្នកដែលមានទុនច្រើនហើយអាហ្នឹងគាត់ធ្វើអញ្ចឹងហ្មងអូខេអត់អីទេប៉ុន្តែបើសិនជាយើងមានទុនតិចយើងគួរតែម្ដងបន្តិចម្ដងបន្តិចអ្នកទាំងអស់គ្នាហើយរឿងចុងក្រោយគេគឺការអត់ធ្មត់មកទៅតាំងចិត្តឲ្យបានខ្ពស់ទឹកគេហៅថាទឹកចិត្តយើងឬក៏ចំណងយើងត្រូវឲ្យខ្លាំងរហូតកុំឲ្យបាក់កាលណាដែលយើងបាក់ពេលយើងផុសទៅលក់អត់ដាច់ boot page ហើយអស់លុយហើយយើងលក់អត់ដាច់ទៀតទៅយើងបើសិនយើងបាក់ទឹកចិត្តពេលហ្នឹងយើងបរាជ័យរហូតរកស៊ីអីក៏បរាជ័យដែរតែបើសិនជាយើងតាំងចិត្តខ្ពស់ខ្ញុំជឿថាការតាំងចិត្តគឺអាចជំនះអ្វីគ្រប់យ៉ាងដែលយើងចង់បានហើយចាំ step ចាំវីដេអូក្រោយទៀតខ្ញុំនឹងនិយាយពីsupplier គួរតែរើស supplier ណាដើម្បីឲ្យបានល្អកុំឲ្យមានហានិភ័យនៅថ្ងៃក្រោយចឹងបើសិនជាអ្នកនរគ្នាមានចម្ងល់អីអាច comment នៅខាងក្រោមឬក៏មានគំនិតអីផ្សេងៗអាចបញ្ចេញមកបានខ្ញុំសប្បាយចិត្តនឹងអាន comment ទាំងអស់គ្នា